and Bong Kumnon. Okay, letter B. Okay, let's start Bong. Yeah, Who do you think can be a leader? I think anyone can be a leader if they have the right attitude, passion, and skills. What is the main responsibility of a leader? A leader's main responsibility is to guide the team and make good decisions. How does a good leader motivate people? A good leader motivates people by encouraging them and recognizing their hard work. Should the leader listen to others people's ideas? Yeah, listening to others helps a leader make better decisions. What happens if a team has no leader? The team may become confused and have difficulty reaching its goals. How can we become influential leader? A great leader is not someone who's good at commanding others, but someone who's good at listening, because listening shows that they value the people around them. Can you tell me why staff leave the job? Yeah, I think many people do not leave these jobs because the work is difficult. They leave because they feel that no one values their reasons. What kind of leader do you want to become? I want to become a leader who is honest, fair, responsible, supporting, and willing to listen to others. Thank you. Yes sir ការខ្លាយជាមេដឹកនាំដ៏ល្អតើអ្នកគិតថាអ្នកណាអាចខ្លាយជាអ្នកដឹកនាំបានខ្ញុំគិតថាអ្នកណាក៏អាចខ្លាយជាមេដឹកនាំល្អបានដែរប្រសិនបើពួកគេមានអាកប្បកិរិយាល្អការអត់ធ្មត់និងមានជំនាញត្រឹមត្រូវតើអ្វីទៅជាភារកិច្ចចម្បងរបស់អ្នកដឹកនាំភារកិច្ចចម្បងរបស់អ្នកដឹកនាំគឺណែនាំក្រុមនិងធ្វើការសម្រេចចិត្តឲ្យបានល្អតើអ្នកដឹកនាំល្អបានជំរុញទឹកចិត្តមនុស្សយ៉ាងដូចម្ដេចអ្នកដឹកនាំល្អលើកទឹកចិត្តមនុស្សដោយជំរុញពួកគេនិងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេតើអ្នកដឹកនាំល្អគួរស្ដាប់គំនិតរបស់អ្នកដទៃដែរឬទេចាការស្ដាប់អ្នកដទៃជួយអ្នកដឹកនាំធ្វើការសម្រេចចិត្តបានកាន់តែប្រសើរចុះបើក្រុមមួយគ្មានអ្នកដឹកនាំវិញក្រុមអាចនឹងមានការភ័ន្តច្រឡំហើយនឹងមានការលំបាកក្នុងការសម្រេចគោលដៅរបស់ខ្លួនតើយើងអាចក្លាយជាអ្នកដឹកនាំដែលមានឥទ្ធិពលដោយរបៀបណាអ្នកដឹកនាំដ៏អស្ចារ្យមិនមែនជាមនុស្សដែលពូកែបញ្ចេញបញ្ជាអ្នកដទៃនោះទេប៉ុន្តែជាមនុស្សដែលពូកែស្ដាប់ពីព្រោះការស្ដាប់បង្ហាញថាពួកគេឲ្យតម្លៃដល់មនុស្សជុំវិញខ្លួនតើអ្នកអាចប្រាប់ខ្ញុំបានទេហេតុអ្វីបានជាបុគ្គលិកចាកចេញពីការងាររបស់ពួកគេចាខ្ញុំគិតថាមនុស្សជាច្រើនមិនចាកចេញពីការងាររបស់ពួកគេទេដោយសារតែការងារនោះពិបាកពួកគេនឹងចាកចេញពីព្រោះពួកគេមានអារម្មណ៍ថាគ្មាននរណាម្នាក់ឲ្យតម្លៃចំពោះវត្តមានរបស់ពួកគេឡើយតើអ្នកចង់ក្លាយជាអ្នកដឹកនាំប្រភេទណាខ្ញុំចង់ក្លាយជាអ្នកដឹកនាំដែលស្មោះត្រង់យុត្តិធម៌មានទំនួលខុសត្រូវជួយគ្រប់គ្រងនិងមានឆន្ទៈស្ដាប់ក្នុងការទទួលការស្ដាប់របស់អ្នកដទៃ Yeah, okay, thank you. មានស្ដាប់អ្នកដទៃឬក៏ព្រមស្ដាប់អ្នកដទៃ ស្ដាប់អ្នកដទៃ Okay, thank you so much. បាទអញ្ចឹង like because ឡើយនេះយើងប្រែថាដោយសារមកណាបាទដោយសារបាទ because បាទតែការងារហ្នឹងគឺពិបាក